ជំរាបសួរលោកគ្រូទេសថ្ងៃនេះខ្ញុំបានមកបកស្រាយមេរៀនសប្តាហ៍ទី4ការវិតម្លៃប្រកបដោយគុណភាពនៅក្នុងនោះយើងមានសេចក្តីតាមការវិតម្លៃលើការសិក្សាគឺប្រើដើម្បីវាស់លទ្ធផលការសិក្សាហើយវាក៏បានអនុវត្តលើសិស្សផងដែរចំណែកលទ្ធផលនៃការប្រើដើម្បីកំណត់បំណិននិងខ្លឹមសារដើម្បីទទួលបានផលនៃការសិក្សាលោកគ្រូគួរតែធ្វើការវិតម្លៃតាមការវិតម្លៃនេះបានត្រឹមត្រូវដើម្បីពិនិត្យទៅលើលទ្ធផលផ្សេងដែលកូនសិស្សបានធ្វើការកែលម្អហើយដើម្បីជាការកែលម្អលើខ្លួនឯងដើម្បីឲ្យការបង្រៀននិងរៀនឲ្យទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តទៅថ្នាក់បន្ទាប់ប្រកបដោយគុណភាពតើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាប្រសិទ្ធភាពនៃការវិតម្លៃក្នុងការសិក្សាគឺជាគោលដៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃជាក់ស្ដែងលើការវាស់ស្ទង់ចំណេះដឹងចំណេះធ្វើនិងជំនាញរបស់សិស្សការវិតម្លៃដែលមានគុណភាពគឺផ្ដល់នូវការផ្ទៀងផ្ទាត់និងការគ្រប់គ្រងការសិក្សារបស់សិស្សនិងការលើកទឹកចិត្តរបស់សិស្សឲ្យដឹងពីការសម្រេចចិត្តក្នុងការបង្រៀននិងរៀនរបស់សិស្សដើម្បីឲ្យលោកគ្រូអ្នកគ្រូមានភាពងាយស្រួលក្នុងការជួយដល់សិស្សនិងវាស់ស្ទង់លើកម្រិតនៃវិធីសាស្ត្រក្នុងការបង្រៀនរបស់ខ្លួនសម្រាប់ការបង្រៀនសិស្សនៅថ្នាក់នីមួយៗផងដែរប្រសិទ្ធភាពក្នុងការវិតម្លៃគឺសំដៅលើប្រសិទ្ធភាពនៃការវាស់វែងការវិតម្លៃនិងការជឿជាក់លើការវាស់ស្ទង់ចំណេះដឹងនិងជំនាញរបស់សិស្សចំណែកឯការវិតម្លៃប្រកបដោយគុណភាពគឺពឹងផ្អែកទៅលើការសិក្សានិងការលើកទឹកចិត្តរបស់លោកគ្រូអ្នកគ្រូដើម្បីឲ្យសិស្សមានភាពងាយស្រួលក្នុងការបន្តការសិក្សានិងងាយស្រួលសម្រេចចិត្តដើម្បីបង្រៀនមេរៀនបន្ថែមនៅក្នុងនោះដែរចំណុចទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាក្នុងនោះការវិតម្លៃប្រសិទ្ធភាពក្នុងការសិក្សាមានចំនួន7ចំណុចទី1លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របចំណុចទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាចំណុចទី3សុពលភាពចំណុចទី4ភាពជឿជាក់ចំណុចទី5សុក្រិតភាពចំណុចទី6ផលវិបាកវិជ្ជមានចំណុចទី7អនុវត្តនិងប្រសិទ្ធភាពនៅក្នុងចំណុចនីមួយមានដូចជា1លទ្ធផលដែលយើងរំពឹងទុកក្នុង1ម៉ោងសិក្សាគឺជាលទ្ធផលដែលត្រូវបានកំណត់កម្រិតលំបាកដែលសម្របសម្រួលដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែយល់ដល់ការវិតម្លៃប្រកបដោយតុល្យភាពនិងភាពស្មើគ្នានៃអ្នកសិក្សាប្រកបដោយបរិយាបន្នសម្រាប់ឲ្យកូនសិស្សងាយស្រួលនិងមានភាពស្មើគ្នាសម្រាប់ការវិតម្លៃសម្រាប់លទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់សមស្របនឹងការជ្រើសរើសការធ្វើមានដូចជាការជ្រើសរើសតេស្តការធ្វើតេស្តឬបង្កើតតេស្តការអនុវត្តអត្ថបទការសួរផ្ទាល់មាត់ការអង្កេតរបស់គ្រូនិងការវិតម្លៃខ្លួនឯងវាជាកត្តាដែលសិស្សធ្វើដោយខ្លួនឯងចំណុចទី2ការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាវិធីសាស្ត្រវិតម្លៃនៃប្រភេទផ្សេងៗគ្នាត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀនទោះបីជាលទ្ធផលនៃការរំពឹងទុកត្រូវបានវាស់វែងដោយប្រើវិធីសាស្ត្រជាច្រើនក៏ដោយតែការពិតការបង្រៀនគឺជាវិធីសាស្ត្រវាស់វែងមួយប្រភេទដើម្បីដឹងពីលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាវាខុសពីការវាស់វែងដទៃទៀតដូច្នេះពេលដែលអ្នកកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់របស់អ្នកគឺជាការគូកងរវាងជាមួយវិធីសាស្ត្រវិតម្លៃមានន័យថាការវិតម្លៃលើការសិក្សាស័ក្តិសមបំផុតទៅនឹងលទ្ធផលនៃការសិក្សាក្នុង1ម៉ោងដើម្បីឲ្យការលទ្ធផលនៃការសិក្សារំពឹងទុករបស់យើងមានភាពស្មើភាពគ្នាលោកគ្រូអ្នកគ្រូគួរតែគិតលើវិធីសាស្ត្រនៃការវិតម្លៃជាមុនសិនហើយការបន្ស៊ីគ្នានេះដែរគឺជាវិធីសាស្ត្រនៃការវិតម្លៃពីរប្រភេទខុសគ្នាសម្រាប់ឲ្យយើង
មានភាពងាយស្រួលក្នុងការវិតម្លៃផ្សេងៗឲ្យងាយស្រួលដើម្បីវិតម្លៃថាតើការលទ្ធផលនៃការរំពឹងទុកនៅក្នុង1ម៉ោងសិក្សារបស់លោកគ្រូអ្នកគ្រូមានគោលបំណងអ្វីដែរហើយការបន្ស៊ីគ្នានេះដែរលោកគ្រូអ្នកគ្រូគួរតែយល់ពីគោលបំណងដែលលោកគ្រូអ្នកគ្រូថាតើចង់បានអីចង់ស្វែងយល់ពីការយល់ដឹងក្នុងមួយវគ្គសិក្សារបស់សិស្សរបៀបនៃការវិតម្លៃសមស្របទៅនឹងការសិក្សាផ្ដល់ព័ត៌មានត្រឡប់ខ្លឹមសារឲ្យបានការកំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចលទ្ធផលនៃការសិក្សានិងការកាត់បន្ថយនៅការតានតឹងលោកគ្រូអ្នកគ្រូគួរតែកំណត់នូវគោលបំណងធំទាំងអស់នេះដើម្បីងាយស្រួលក្នុងការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលនៃការសិក្សារំពឹងទុករបស់លោកគ្រូអ្នកគ្រូក្នុង1ម៉ោងសិក្សាហើយក្នុងចំណុចនេះដែរលោកគ្រូអ្នកគ្រូគួរតែយល់ដឹងអំពីការវិវត្តការសិក្សារបស់សិស្សខ្លួនឯងដូចជាការជួយឲ្យគ្រូដឹងពីចំណេះដឹងជំនាញអ្វីដែលពួកគាត់បានរៀនពីមុនចូលទៅក្នុងវគ្គហ្នឹងហើយនឹងពេលដែលបានរៀនជាមួយលោកគ្រូអ្នកគ្រូហើយតើគាត់ផ្លាស់ប្ដូរការមានចំណេះដឹងពីខ្លាំងមកខ្សោយឬក៏ពីតិចមកច្រើនឬក៏ពីមិនចេះទៅជាចេះខ្លាំងជាងមុនហើយចំណុចមួយទៀតលោកគ្រូអ្នកគ្រូគួរតែពិចារណាលើលទ្ធផលនៃការសិក្សារបស់សិស្សនិងការវិតម្លៃដំណើរការវគ្គសិក្សាមានន័យថាលោកគ្រូអ្នកគ្រូគួរតែពន្យល់ពីលទ្ធផលនៃការសិក្សារបស់សិស្សគួរតែយល់ថាតើសិស្សនីមួយៗរបស់យើងនឹងទទួលបានលទ្ធផលការសិក្សាពីម៉េចហើយនៅក្នុងការដំណើរការវគ្គហ្នឹងតើលោកគ្រូអ្នកគ្រូបានបង្រៀនដិតដល់ឬពួកគេបានមករៀនដិតដល់ដើម្បីធ្វើផែនការហ្នឹងអភិវឌ្ឍកម្មវិធីបន្តទៀតដើម្បីឲ្យការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូនិងរបស់សិស្សធ្វើឲ្យមានភាពស៊ីសង្វាក់គ្នាជាងនេះហេតុអ្វីបានជាលោកគ្រូអ្នកគ្រូចាំបាច់ត្រូវបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលនៃការសិក្សារំពឹងទុកមូលហេតុដែលលោកគ្រូអ្នកគ្រូត្រូវតែបន្ស៊ីគ្នានេះគឺមានគោលបំណងពីរធំគឺមានសុពលភាពសម្រេចបានមានន័យថាក្នុងនោះយើងអាចពង្រឹងនៅការវិតម្លៃដែលសមស្របនិងមានភាពច្បាស់លាស់ទី2គឺបោះវែងបាននៅចំណេះដឹងនិងចំណេះធ្វើជំនាញរបស់គាត់ទី3ដើម្បីសម្រេចនៅការសិក្សារបស់គាត់ឲ្យបានជោគជ័យចំណែកឯគោលបំណងធំមួយទៀតគឺការកសាងវិតម្លៃប្រកបដោយប្រសិទ្ធភាពនៃដំណើរការសិក្សាមានន័យថាណែនាំដល់សិស្សឲ្យបានច្បាស់លាស់នៅការបញ្ចប់ការវិតម្លៃដោយជោគជ័យនិងធ្វើការវិតម្លៃជាដំណាក់ដោយក្នុងមួយវគ្គយើងត្រូវវិតម្លៃជាសប្តាហ៍ឬក៏ជា midterm ឬក៏ជាខែឬក៏ជាមួយថ្ងៃម្ដងអាស្រ័យលើការវិតម្លៃរបស់លោកគ្រូអ្នកគ្រូចំណែកឯចំណុចទី3ការជឿទុកចិត្តមានន័យថាការជឿទុកចិត្តនេះយើងត្រូវផ្ដល់ព័ត៌មានឬក៏ទិន្នន័យបែបជឿទុកចិត្តដើម្បីឲ្យភាពត្រឹមត្រូវអាចទុកចិត្តបាននិងប្រស្រ័យបានសំដៅទៅលើស្ថិរភាពនិងភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តដើម្បីឲ្យក្រុមសិស្សដូចគ្នាមានលក្ខខណ្ឌដូចគ្នាគួរតែមានលទ្ធផលតេស្តប្រហាក់ប្រហែលគ្នាមានន័យថាការធ្វើឲ្យមានភាពយុត្តិធម៌ដូចគ្នាគឺមានចំណេះដឹងដូចគ្នាធ្វើឲ្យមានលទ្ធផលនៃការជឿជាក់ស្ថិតក្នុងស្ថានភាពតែមួយដូចគ្នាតើអ្នកអាចវាស់វែងភាពជឿជាក់នៃការធ្វើតេស្តយ៉ាងដូចម្ដេចត្រង់ចំណុចនេះការវាស់វែងលើការជឿជាក់ក្នុងការធ្វើតេស្តហ្នឹងមាន2ចំណុចធ្វើឲ្យសិស្សហ្នឹងធ្វើតេស្តដដែលលើសពីរដងមានន័យថាគាត់ធ្វើម្ដងប្រហែលជាអ្នកខ្លះគាត់មិនអាចចាំបានឬក៏មិនអាចថាធ្វើទៅបានល្អទេប៉ុន្តែបើធ្វើពីរដងមានន័យថាគាត់ជឿជាក់ដូចជាការប្រឡងចឹងបើយើងប្រឡងម្ដងវប្បធម៌ទូទៅយើងមិនសូវចេះតែបើយើងប្រឡងច្រើនដងវប្បធម៌ទូទៅយើងអាចនឹងចេះច្រើនចំណុចទី3គណនាទំនាក់ទំនងរវាងតេស្តទី1និងតេស្តទី2មានន័យថាតេស្តទី1មានទំនាក់ទំនងជាមួយតេស្តទី2បើសិនជាតេស្តទី1អាចចេញសំណួរពាក់កណ្ដាលចឹងតេស្តទី2អាចចេញសំណួរពាក់កណ្ដាលទៀតហើយចំណុចមួយទៀតតើអ្នកត្រូវធ្វើដូចម្ដេចដើម្បីឲ្យតេស្តរបស់អ្នកកាន់តែមានភាពជឿជាក់ចំណុចនេះជារឿងសំខាន់សម្រាប់ភាពជឿជាក់ដើម្បីឲ្យមានភាពជឿជាក់យើងគួរបង្កើនសំណួរមានលក្ខណៈចម្រុះដូចជា
សំណួរពហុជ្រើសរើសដូចជាសំណួរធិចសំណួរបំពេញចន្លោះសំណួរផ្គូកងឬសំណួរបើកជាដើមវាជាការបង្កើតសំណួរមួយដែលមានភាពងាយស្រួលតែក៏មិនមែនងាយស្រួលពេកដែរមួយទៀតគឺការប្រើសំណួរសមស្របពេលវេលាបើសិនជាយើងប្រើសំណួរមួយដែលវាខ្លាំងពេកមានអត្ថន័យជ្រៅពេកឬក៏បិទគាត់ពេកយើងមិនអាចដឹងថាពេលវេលាបែបហ្នឹងពេលវេលាខ្លីប៉ុណ្ណឹងតែគាត់ធ្វើទាន់អត់ទេពេលខ្លះពេលវេលាវាខ្លីពេកធ្វើឲ្យសំណួរយើងគាត់អត់អាចបំពេញបានចំណែកឯចំណុចទី2គឺការបង្កើតការកែសម្រួលវិធីការឆ្លើយមានន័យថាឲ្យគាត់មានការឆ្លើយបែបខ្លីៗប៉ុន្តែមានន័យហើយខ្លីខ្លឹមសារនៅដដែលមិនអាចប្រែប្រួលអញ្ចឹងណាមកដល់ចំណុចទី4គឺសុពលភាពចំណុចសុពលភាពនេះគឺវាមានទំនាក់ទំនងរវាងនឹងភាពជឿជាក់វាមានលក្ខណៈវិនិច្ឆ័យទី1នឹងនៃការវិតម្លៃគឺសុពលភាពចំណែកឯតេស្តមានសុពលភាពប្រសិនបើវាអាចបោះវែងអ្វីដែលអាចរំពឹងទុកបានតែមានសុពលភាពវាក៏មានភាពជឿជាក់ផងដែរតែមានសុពលភាពនិងមានភាពជឿជាក់ព្រោះវាបានបោះវែងនៅការសិក្សានៅសាលារៀនបានច្បាស់លាស់ហើយសិស្សក៏បានធ្វើតេស្តទៅបានដោយជោគជ័យទោះបីជាយ៉ាងណាក៏ដោយការតេស្តដែលមានភាពជឿជាក់មិនមែនសុទ្ធតែមានសុពលភាពនោះទេព្រោះអីតេស្តខ្លះក៏វាមិនអាចទៅសមស្របដូចគ្នាជាមួយនឹងសុពលភាពដែរមានតេស្តខ្លះលំអៀងតេស្តខ្លះក៏មិនលំអៀងយើងមិនអាចថាកំណត់បានថាសមស្រប 100% នោះទេសុពលភាពនៃតេស្តគឺអាស្រ័យលើការប្រឡងដែលឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនដែលបានបង្រៀនចំណុចនេះគឺសំខាន់ទៅលើការឆ្លើយតបទៅនឹងការប្រឡងរបស់គាត់តើការប្រឡងនឹងបានឆ្លុះបញ្ចាំងពីវត្ថុបំណងដែលយើងបានបង្រៀនទេតើការបង្រៀនរបស់យើងបានឆ្លុះបញ្ចាំងពីវត្ថុបំណងដែលយើងចង់បានទេហើយសិស្សបានយកពីវត្ថុបំណងដែលយើងបានបង្រៀនទៅគាត់ដែរឬទេវាជារឿងសំខាន់នៅចំណុចត្រង់នេះចំណែកឯលក្ខណៈវិនិច្ឆ័យនៃសុពលភាពមានខ្លឹមសារនៃវត្ថុបំណងទាំងអស់ដែលត្រូវបានបោះវែងសំណួរតេស្តទាំងអស់វាស់ពីវត្ថុបំណងសំណួរតេស្តទាំងអស់ត្រូវនឹងសកម្មភាពលក្ខខណ្ឌនិងលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុកចំនួននៃសំណួរតេស្តក្នុងវត្ថុបំណងនៃមេរៀនត្រូវនឹងសារៈសំខាន់នៃគោលបំណងរបស់មេរៀននោះចំណែកឯខ្លឹមសារតាក់ទងជាមួយនឹងសុក្រិតភាពមានពីរចំណុចធំមានតម្លាភាពនិងឱកាសដើម្បីសិក្សារៀនសូត្រតម្លាភាពមានន័យថាទំនាក់ទំនងយ៉ាងច្បាស់អំពីអ្វីដែលតេស្តរបៀបដាក់បន្ទុកដើម្បីធានាបានការវាស់វែងការយល់ដឹងនឹងឲ្យយើងរំពឹងទុកមកចំណែកឱកាសក្នុងការរៀនសូត្រធានាបានថាសិស្សមានពេលវេលានិងធនធានគ្រប់គ្រាន់សម្រាប់វិធីបង្រៀនដែលមានភាពសមស្របរបស់យើងនឹងបង្រៀនទៅសិស្សតើសមស្របដែរឬទេហើយក្នុងនោះក៏មានការជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃការជៀសវាងក្នុងការលំអៀងក្នុងការកិច្ចការវិតម្លៃនិងជួយគ្រប់គ្រងពិសេសក្នុងការតម្រូវការពិសេសផងដែរចំណុចទី6ផលវិបាកវិជ្ជមានគឺវាជាប្រសិទ្ធភាពនៃការវិតម្លៃមានផលដែលមានផលជះវិជ្ជមានចំពោះគ្រូនិងការបង្រៀនចំពោះសិស្សចំពោះគ្រូមានការវិតម្លៃទាមទារឲ្យការចងចាំនៅការពិតការវិតម្លៃទាមទារនៅការបង្ហាញហេតុផលហើយចំពោះសិស្សការវិតម្លៃសំណួរពហុជ្រើសរើសសិស្សចងចាំព័ត៌មានតែងសេចក្តីឬចម្លើយសរសេរបែបវែងការដោះស្រាយបញ្ហាជុំវិញការឲ្យសិស្សគិតនិងអនុវត្តឲ្យបានល្អហើយនឹងតើអ្វីដែលលោកគ្រូអ្នកគ្រូមានទំនាក់ទំនងជាមួយនឹងការលើកទឹកចិត្តជារឿងដែលសំខាន់សម្រាប់ការដាក់បន្ទុកក្នុងការវិតម្លៃគិតថាវាយុត្តិធម៌គិតថាការវិតម្លៃនឹងមានភាពយុត្តិធម៌ដែរឬទេតើការវិតម្លៃនឹងមានឥទ្ធិពលលើវិធីអ្វីដល់សិស្សដែលសិស្សស្គាល់គ្រូហើយផ្ដល់ឲ្យពួកគេនៅការយល់ដឹងត្រូវយកចិត្តទុកដាក់ទៅលើអ្វីខ្លះចំណុចទី7គឺការអនុវត្តនិងប្រសិទ្ធភាពច
ចំណុចនេះគឺជាកត្តាផ្សេងៗសម្រាប់អនុវត្តនិងមានប្រសិទ្ធភាពដូចជាគ្រូត្រូវស្គាល់វិធីសាស្ត្របង្រៀនគ្រប់គ្រងពេលវេលាឲ្យបានសមស្របភាពសុខស្វែងក្នុងការប្រឡងភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលនិងការចំណាយក្នុងការប្រឡងផ្សេងៗចំណែកឯចំណុចទី5ធំប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងមុនពេលចាប់ផ្ដើមប្រឡងណែនាំអំពីដំណើរការនៃការប្រឡងគោលបំណងឲ្យបានច្បាស់លាស់និងការដាក់បន្ទុកជាដើមទី2បន្សំឧស្សាហ៍ធ្វើតេស្តជាប្រចាំមានន័យថាឧស្សាហ៍មួយខែធ្វើតេស្តគាត់ម្ដងឬក៏មួយសប្ដាហ៍ធ្វើតេស្តគាត់ម្ដងហើយលើកទឹកចិត្តឲ្យគាត់មានការចូលរួមឲ្យបានគ្រប់គ្នាចំណែកឯការប្រឡងមិនមែនតែជាការវិនិច្ឆ័យតម្លៃទេតែក៏វាជាការវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់ផងដែរចំណែកឯក្នុងដំណើរការប្រឡងត្រូវមានបន្ទប់ស្តង់ដារគ្មានសម្លេងរំខានមានវិន័យចិត្តដល់ម៉ោងគួរតែឲ្យគាត់សម្រួលអារម្មណ៍ដើម្បីងាយស្រួលក្នុងការប្រមូលកិច្ចការចំណុចទាំងអស់នេះហើយគឺជាការវាតម្លៃប្រកបដោយគុណភាពសម្រាប់ការវិតម្លៃ